បាទសួស្តីដល់បងប្អូនអស់គ្នាថ្ងៃនេះដែរគ្រូនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់នៅពាក្យ no sooner អញ្ចឹងជាដំបូងយើងត្រូវដឹងពីអត្ថន័យនៃពាក្យ no sooner អញ្ចឹង no sooner ប្រែថាគ្រាន់តែភ្លាមស្រាប់តែអញ្ចឹងយើងប្រើ no sooner ហ្នឹងដើម្បីបង្ហាញពីសកម្មភាពមួយដែលបានកើតឡើងភ្លាមបន្ទាប់ពីសកម្មភាពមួយផ្សេងទៀតបានន័យថាសកម្មភាពដែលកើតឡើងទាំងអស់វាមានពីរមួយបានកើតឡើងចប់អញ្ចឹងទៅស្រាប់តែមានមួយទៀតមកកើតឡើងភ្លាមបន្ទាប់ពីហ្នឹងដែរចឹងហើយហ្នឹងគ្រូនឹងបង្ហាញពីចំណុច A និងចំណុច B ចំណុច A និយាយអំពី standard word order ឬក៏ normal form ទម្រង់ធម្មតាអញ្ចឹងយើងត្រូវដឹងពីទម្រង់អញ្ចឹងទម្រង់វាដំបូងយើងដាក់ subject តាមមក head no sooner verb 3 then តាមមកដាក់ past simple អញ្ចឹងក៏លេខមកមើលឧទាហរណ៍បងប្អូនគ្នា The student had no sooner started the presentation than the projector stopped working គ្រាន់តែសិស្សចាប់ដើមធ្វើបទបង្ហាញភ្លាមស្រាប់តែម៉ាស៊ីនបញ្ចាំង slide ឈប់ដំណើរការភ្លាមអញ្ចឹងសកម្មភាពទាំងអស់គឺវាមានពីរដំបូងសិស្សចាប់ដើមធ្វើបទបង្ហាញចាប់ដើមភ្លាមស្រាប់តែ projector ហ្នឹងវាខូចភ្លាមអញ្ចឹងយើងអាចកលេចមើលពី as soon as អញ្ចឹងរបៀបប្រើវាគឺរបៀបបូកប្រើវាគឺស្តៀងគ្នាទៅនឹង as soon as អត្ថន័យវាគឺស្តៀងគ្នា as soon as the student started the presentation the projector stopped workingលេខ 2 I had no sooner locked the door than I remember my key were inside គ្រាន់តែខ្ញុំចាក់សោទ្វារភ្លាមខ្ញុំក៏បានចាំថាម៉េចភ្លាមកូនសោរបស់ខ្ញុំនៅខាងក្នុងផ្ទះចឹងទៅអញ្ចឹងអត្ថន័យវាគឺស្តៀងគ្នាយើងអាចមើល as soon as I locked the door I remember my keys were inside អញ្ចឹងក៏លេខមកមើល B inversion ប្រែថាការច្រាស់ហើយក៏ការត្រឡប់អញ្ចឹងទម្រង់វាគឺយើងដាក់ no sooner នៅខាងមុខម្ដង no sooner ហើយ plus head subject verb 3 then past simple អញ្ចឹងក៏លេខមកឧទាហរណ៍ទី1ថា no sooner had the train arrived than the passenger rushed in គ្រាន់តែរថភ្លើងមកដល់ភ្លាមអ្នកដំណើរហ្នឹងក៏បញ្ញារុះរាន់ចូលក្នុងរថភ្លើងហ្នឹងអញ្ចឹងអត្ថន័យវាគឺស្តៀងគ្នា as soon as the train arrived the passenger rushed in លេខ 2 no sooner had she sent the email than she noticed a mistake គ្រាន់តែនាងផ្ញើ email ទៅភ្លាមនាងក៏បានដឹងថាម៉េចបានមកកផ្ញើទៅវាមានច្រឡំអីមួយហ្នឹងទៅអញ្ចឹងអត្ថន័យវាគឺស្តៀងគ្នា as soon as she sent the email she noticed a mistake អញ្ចឹងលោកគ្រូមានលំហាត់សម្រាប់អនុវត្តអញ្ចឹងបងប្អូនអាចអនុវត្តបាន as soon as we reach the hotel it started raining អញ្ចឹងបងប្អូនអាចទៅសេបំលែងទៅជា no sooner ណាអញ្ចឹងចម្លើយលោកគ្រូនឹងទម្លាក់នៅក្នុង comment ខាងក្រោមអញ្ចឹងគ្រូមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយបាទអរគុណ